អូនេះខ្ញុំនឹងបរិយាបងប្អូនប៉ុន្តែនឹងរបៀបបង្កើនកាបូបលុយស៊ូលចុះពេលដែលយើងបានកាបូបលុយនៅក្នុង Packet ជាប្រភេទកាបូបលុយ BNB ហើយបាយណានហើយយើងអាចបង្កើតកាបូបលុយស៊ូលបានអ្នកទាំងអស់គ្នាចុច 3 ឈឹងខាងឆ្វេងបាទបន្តមកទៀតអ្នកទាំងអស់គ្នាចុចបាទអញ្ញបណ្ណាចុចកន្លែងណាក៏បានដែរបាទសញ្ញាបូកឡើងនេះក៏បានបាទចុចឡើងហ្នឹងមកបាទសាដើម3 ឈឹងខាងឆ្វេងចុចឡើងនេះមកបាទតមកទៀតបងប្អូនមើលពាក្យ ស៊ូលណាបាទឃើញទេស៊ូលតមកទៀតបងប្អូនចុចថា create បាទ create wallet បើសិនជាបងប្អូនអត់ទាន់មាន wallet ស៊ូលហ្នឹងតែបើបងប្អូនមានលេខកូដ12ខ្ទង់ហើយគ្រាន់តែបងប្អូនចុចកន្លែងកណ្ដាលនេះ export wallet នេះមកដាក់លេខកូដ12ខ្ទង់ទៅក៏បង្កើតបានដូចគ្នាដែរឥឡូវយើងឧទាហរណ៍យើងថ្មីយើង create wallet បាទបន្តមកទៀតយើងចូលមកដល់ create wallet មួយសារទៀតបាទអញ្ចឹងកន្លែងនេះយើងដាក់ password បងប្អូនអាចដាក់ទៅអូខេបន្ទាប់ពីដាក់បានជោគជ័យបងប្អូនចុចថា create wallet បាទបន្តមកទៀតបងប្អូនចុច accept ពីលោតមកបែបនេះបងប្អូនចុច understand បន្តមកទៀតយើងคลิก3ហ្នឹងចុចបន្តទៅមុខទៀតបូក Q អូខេបន្តមកទៀតកន្លែងនេះគឺយើង copy លេខកូដ12ខ្ទង់យកបន្ទុកណាបាទចុះបងប្អូនចុច copy ហ្នឹងទៅបាទយើងទទួលបានលេខកូដ12ខ្ទង់ហ្នឹងហើយអូខេតទៅពី copy បានហើយបងប្អូនចុច Q បន្តទៅមុខទៀតហើយធ្វើតាមដំណាក់កាលដែលគេប្រាប់ទៅប៉ុន្តែសម្រាប់ខ្ញុំចុចបាយ B នេះក៏បានដែរយើង skip ចោលសិនអូខេយើងអាចបង្កើតទៅប៉ុណ្ណេះសិនក៏បានបាទប៉ុន្តែត្រូវចាំថាទុកវាស្រួលកុំឲ្យវាលុបទៅលុបគឺបាត់ account ដែរអញ្ចឹងវិធីសាស្ត្រដែលល្អគឺយកលេខកូដ12ខ្ទង់ទុកឲ្យហើយទៅណាអូខេឥឡូវនេះយើងបង្កើត wallet នេះបានមួយហើយបាទអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវតែបន្ថែម file បាទ file AI ចូលទៅក្នុងនេះអូខេឥឡូវយើងចូលទៅយក contract address អូខេដើម្បីយក contract address file AI បានបងប្អូនអូសមកក្រោមផុតមកបាទយើងនឹងឃើញគេដាក់កន្លែងនេះ contract address ហើយចុះបងប្អូនជួយ copy contract address អូខេបន្តមកទៀតយើងចូលទៅក្នុងកាបូបយើងវិញអូខេបន្ទាប់ពីចូលដល់ក្នុងកាបូបយើងចុចសញ្ញាបូកបាទបន្តមកទៀតបងប្អូនចុចកន្លែងនេះ custom token តមកបងប្អូនចុច add token តមកទៀតបងប្អូនផាស address នឹងចូលបាទបន្តមកទៀតយើងចុចកន្លែងណាបន្តិចទៅបាទកន្លែងកន្លោនហ្នឹងវានឹង load auto ចូលមកតមកទៀតយើងចុច confirm អូខេឥឡូវនេះយើងទទួលបានបាទ wallet នេះបានណាអូខេបន្តមកទៀតយើងអាចចុចទៅលើវាបាទបន្តមកទៀតបងប្អូនចុចពាក្យថា recharge បាទបន្តមកទៀតបងប្អូនអាច copy address នេះយកទៅបាទដើម្បីយើង withdraw វាចូលអូខេបន្តមកទៀតយើងចូលមកដល់ក្នុង account ហើយអ្វីដែលបងប្អូនត្រូវធ្វើបងប្អូនចុចពាក្យថា withdrawal បាទនេះអូខេអញ្ចឹងចំនួនទឹកលុយយើងមានប៉ុន្មានបើថាខ្ញុំមាន452ខ្ញុំវាយ452អញ្ចឹងវាយកចំនួនកុដទៅបងប្អូនគឺឧទាហរណ៍ថាយើង452 453ឬក៏110ម៉ានក៏ដោយគឺវាយចំនួនកុដអញ្ចឹងចាប់ពី1គ្រាប់ទៅក៏ឲ្យដកបានហើយណាវាយចំនួនកុដទាំងអស់បន្តមកទៀតកន្លែងនេះយើងដាក់ wallet ដែលយើងយកមកវិញនឹងឯងបន្តមកទៀតយើងចុចកន្លែងនេះដើម្បី send code បន្តមកទៀតចុចកន្លែងនេះដើម្បី send code គេនឹងផ្ញើ code មកកាន់ Gmail របស់យើងបន្ទាប់ពីគេផ្ញើ code មកកាន់ Gmail របស់យើងបាទលេខកូដសម្ងាត់ហ្នឹងគឺ6ខ្ទង់បន្តមកទៀតយើងវាយចូលអញ្ចឹងហើយបងប្អូនអាចចុចពាក្យថា withdrawal កន្លែងនេះពេលចុចហើយគឺជោគជ័យហើយរងចាំយ៉ាងយូរបំផុត24ម៉ោងកាក់នឹងចូលក្នុងកាបូបរបស់យើងហើយអូខេអរគុណច្រើនចឹងខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនយើងនឹងយល់បើសិនជាមានចម្ងល់អីអាចសួរខ្ញុំនៅក្នុងក្រុមបន្ថែមទៀតអូខេអរគុណច្រើនបាទបាយបាយជម្រាបលាចាំជួបគ្នាតក្រោយហើយកុំភ្លេចជួយ like subscribe នៅ channel របស់ខ្ញុំផងបាទកុំភ្លេចចែករំលែក channel របស់ខ្ញុំទៅមិត្តភ័ក្តិបងប្អូនទាំងអស់គ្នាផងដើម្បីឲ្យគាត់បាទចេះលើវិស័យនេះទាំងអស់គ្នាបាទអូខេអរគុណច្រើនបាទបាយបាយ